បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរយើងធ្វើការរុះរើត្រើងមន់បងប្អូនបាទអញ្ចឹងត្រើងមន់នេះឃើញថាវាសភាពទ្រុឌទ្រោមយូរហើយទៅភ្លៀងថ្ងៃមុនហ្នឹងខ្យល់មកវាបាក់បាទទៅចេះទៅរកពេលផ្លាស់ប្ដូរមិនបានអញ្ចឹងណាអញ្ចឹងឆ្លៀតពេលថ្ងៃទៅនេងណាថាធ្វើតែមកព្រឹកទេបងប្អូនអើយថ្ងៃទៅល្ងាចពេកកប៉ុកហ្នឹងបាទអញ្ចឹងនឹងវគ្គហ្នឹងវារុះរើរៀបចំទុកវិញបាទមើលទៅវាឆ្អៀតដែរដែលយើងវាតូចអញ្ចឹងណាអញ្ចឹងព្រឹកឡើងមានភារកិច្ចរើចុះរើឡើងអញ្ចឹងបាទទ្រង់មាន់នេះវា3-4ឆ្នាំហើយបាទ3-4ឆ្នាំហើយបាទមន់វាមិនសូវជាច្រើនទេបងប្អូនពី3អញ្ចឹងណាគ្រាន់តែថ្ងៃណាអត់មានលុយអីចឹងទៅយើងធ្វើហូប1ហូប2អញ្ចឹងទៅមិនបានសូវជាលក់ដូរអីទេអត់សូវបានជាលក់ដូរអីទេដោយសារតែយើងចាំលក្ខណៈគ្រួសារបាទអញ្ចឹងបងប្អូនអ្នកដែលចិញ្ចឹមមន់ដឹងហើយថាមន់វាពិបាកចាំសម្រាប់ខ្ញុំថាវារឿងពិបាកដោយសារតែទីឃ្លាយើងវាតូចអីអញ្ចឹងណាបាទអញ្ចឹងយើងត្រូវរៀបចំដាក់វាបានស្រួលបួលបាទគ្មានអីធំដុំទេវីដេអូប៉ុន្តែថាចង់ថតទុកថាសកម្មភាពថ្ងៃហ្នឹងបានធ្វើការប៉ុណ្ណឹងហើយទៅមិនអួតមិនអីបងប្អូនណាមិនអួតមិនអីទេគាត់ថាជាទូទៅចូលចិត្តថតវីដេអូថតអីអញ្ចឹងណាអញ្ចឹងបានចិត្តថតហើយដាក់ចូលបងប្អូនមើលទៅហើយទៅមួយទៀតបើសិនជាបងប្អូនអ្នកដែលចូលចិត្តស្រឡាញ់ចាំមន់ជួយខមមិនផងថារបៀបនៃការធ្វើទ្រង់មន់ការផ្លាស់ប្ដូរទ្រង់មន់ហ្នឹងយើងធ្វើឡើងដល់ពេលណាហើយតែយើងត្រូវធ្វើទំហំទ្រង់ហ្នឹងប៉ុន្មានអីអញ្ចឹងណាបងប្អូនបាទបាទអញ្ចឹងមិនអីទេបងប្អូនឲ្យយើងតែឯងបាទទុកតាតែឯងទៅបាទហើយទៅបងប្អូនខ្ញុំឃើញអញ្ចឹងណាកន្លះម៉ោងបងប្អូនមិនហើយបាទត្រង់បន្តិចហ្នឹងកន្លះម៉ោងគាត់ថារើវាមិនច្រើនទេប៉ុន្តែវាមានលេខគោលមិនអីចឹងណាប៉ុន្តែយើងចេះតែប្រយ័ត្នប្រយែងទៅកុំឲ្យមុតលេខគោលមុតអីចឹងដោយសារជាទូទៅភាគច្រើនការរុះរើនោះវាមានលេខគោលមានដែកអីចឹងហ្នឹងបាទមានលេខគោលមានដែកហើយទៅពុកគាត់បានមកជួយរើជួយដែរបាទគាត់ឃើញខ្ញុំធ្វើការរៀងទឹកភ្នែកដោយសារតែយើងវាមនុស្សខ្ជិលចឹងណាហើយទៅបានទៅធ្វើទៅរៀងទឹកភ្នែកទឹកអីគាត់ចឹងបាទប៉េះប៉ិនបងប្អូនអ្នកដែលអាសាមើលទៅដឹងថាទឹកដៃទឹកភ្នែកហើយប៉ុន្តែសម្រាប់អ្នកដែលខ្ជិលដូចខ្ញុំមើលទៅដូចថាខ្លួនឯងជាអ្នកអាសាអញ្ចឹងណាបាទតាមពិតខ្ជិលមកមីភ្នែកបាទនឹងមកទាញលេខទាញកើតបើសិនតែធ្វើការស៊ីថ្ងៃគេមិនជួលទេការងារបែបហ្នឹងបាទធ្វើការស៊ីថ្ងៃ
ដោយសារតែយើងអស់កាឡាយកតែថ្ងៃយកតែម៉ោងគេអញ្ចឹងណាអស់កាឡារហូតប៉ិនមានអីបងប្អូនវីដេអូហ្នឹងមាន3 4វគ្គជាមួយនេះវីដេអូវគ្គ1យើងរើចឹងប្រហែលជាមានវគ្គ2វគ្គ3ធ្វើឡើងវិញចឹងណាធ្វើឡើងវិញបាទបងប្អូនមើលទៅតាំងពីមុនឡើងយើងធ្វើនឹងអាស័យធ្វើនឹងអីចឹងណាបាទពីមុនឡើងខ្ញុំចាំច្រើនណាស់មកនោះប៉ុន្តែដោយសារតែរវល់មិនមានជាការងារទៅខ្ញុំក៏ផ្អាកចាំទៅហើយទៅប្រពន្ធខ្ញុំនឹងឪគាត់ចាំតទៅបាទចាំតទៅដល់ពេលឥឡូវនេះខ្ញុំប្រឡូកវិញហើយបាទចូលធ្វើឡើងវិញហើយបាទអញ្ចឹងក្រោយពីធ្វើត្រង់ធ្វើអីហើយផ្លាស់ប្ដូរមេបាវាបន្ថែមបាទផ្លាស់ប្ដូរមេបាអញ្ចឹងបងប្អូនមានបាធូថ្លៃអីអាចចែកឲ្យខ្ញុំផងណាទីខ្ញុំត្រូវការដោយសារតែចាំកន្លងមកនេះពុនខ្ញុំគាត់អត់សូវបានផ្លាស់ប្ដូរមេបាទេអញ្ចឹងមន់វាចាំភាសាឈឺបាទកាលពីមុនឡើយខ្ញុំចាំមន់ពូជបាទចាំមន់ពូជទៅវាអានេះខ្ញុំចាំសម្រាប់វាក្រាបទេប៉ិនបើនេះខ្ញុំដាក់សុំវាដាក់ត្រង់អប់អញ្ចឹងខ្ញុំក៏ផ្អាកលក់ទៅខ្ញុំលក់ត្រង់នឹងលក់អីអស់មួយសាទៅដល់ពេលឃើញប្រពន្ធគាត់ចាំតែកើតអីចឹងទៅក៏ចាំវិញទៅប៉ុន្តែអត់តាន់បានដាក់មេបាច្រើនទេដោយសារតែយើងរៀបចំមើលស្ថានភាពវាដែរដូចថាវាមិនសូវស្រួលដែរប៉ុន្តែឃើញថាភ្លៀងឆាន់ហ្នឹងវាដូចជាអត់សូវមានទឹកខែនេះហើយអញ្ចឹងចាំវិញទៅរដងខែនេះទឹកលិចបងប្អូនកន្លែងខ្ញុំឈួរហ្នឹងសុទ្ធតែទឹកហ្មងដូចផុកកបុយអញ្ចឹងហើយទៅកាលនោះមន់ខ្ញុំច្រើនណាអស់លុយច្រើនណាចាំមន់លើកមុនបាទហើយទៅវីដេអូហ្នឹងគឺមានការបង្ហាញសកម្មភាពរុះរើត្រង់មន់ប៉ុណ្ណឹងបងប្អូនណាហើយទៅសូមខន្តីអភ័យទោសទុកជាមុនបើសិនជាការបកស្រាយឬក៏ការនិយាយនឹងវាលះលប់ឬក៏មិនច្បាស់លាស់អីជួយខន្តីអភ័យទោសឲ្យផងបាទដោយសារតែខ្ញុំនឹងវាមិនសូវមិនមែនជាអ្នកជំនាញឯខាងវីដេអូអីទេគាត់ថាថតបានប៉ុណ្ណឹងដោយសារតែយើងកាមេរ៉ាទុកចោលអញ្ចឹងណាបាទមើលរុញមើលទៅដូចខ្លាំងណាស់យ៉ាងក៏ពិតក្តៀសៀខាងក្រោមហ្នឹងបាទអញ្ចឹងវីដេអូហ្នឹងគឺប៉ុណ្ណឹងបងប្អូនចប់ហើយបាទអញ្ចឹងសូមបងប្អូនជួយចុច Subscribe នេះមួយផងបាទគាត់ថាវីដេអូល្អអរគុណជម្រាបលា